មានឪពុកម្ដាយមួយចំនួនតែងតែនិយាយជាមួយកូនបែបនេះថាការពិតប៉ាម៉ាក់ជប់ស្រឡាញ់គ្នាយូរហើយតែប៉ាម៉ាក់មិនអាចលែងគ្នាបានដោយសារតែមិនចង់ឲ្យកូនមានគ្រួសារដែលបែកបាក់ការពិតទៅពេលដែលអ្នកទាំងអស់គ្នានិយាយពាក្យបែបនេះទៅកាន់គាត់បានធ្វើឲ្យគាត់មានសម្ពាធនិងឈឺចាប់យ៉ាងខ្លាំងព្រោះគាត់នឹងគិតថាដោយសារតែវត្តមានរបស់គាត់ធ្វើឲ្យឪពុកម្ដាយមិនអាចលែងគ្នាបានដោយសារតែគាត់ធ្វើឲ្យឪពុកម្ដាយឈឺចាប់គាត់មិនខឹងនៅឪពុកម្ដាយដែលនិយាយបែបនេះទៅកាន់គាត់នោះទេតែបន្ទាប់ពីឮពាក្យនេះហើយគាត់នឹងស្អប់ខ្លួនឯងជារៀងរហូតអញ្ចឹងខ្ញុំសំណូមពរឈប់ប្រើពាក្យបែបនេះទៅកាន់កូនព្រោះគាត់នឹងឈឺចាប់ព្រោះគាត់នឹងមានវិបដិសារីអស់មួយជីវិតហើយគាត់នឹងមានស្រមោលអស់មួយជីវិតដូចគ្នា